បាទសូមស្វាគមន៍មកកាន់មេរៀនទី10បាទសិក្សាអំពីស្រៈផ្សំ e និង e បាទស្រៈផ្សំនេះគឺមានសូរសំឡេងវែងបាទគឺបញ្ចេញសូរសំឡេង e គោលបំណងក្នុងមេរៀននេះគឺចង់បង្ហាញទី1គឺចង់ឲ្យសិស្សស្គាល់ពីរូបរាងពិតនៃស្រៈនេះបាទទី2គឺចង់ឲ្យសិស្សស្គាល់អំពីរបៀបនៃការបញ្ចេញសំឡេងរបស់វាបាទនៅពេលយើងឃើញស្រៈនេះតើយើងគួរបញ្ចេញសំឡេងបែបណាបាទទី3គឺយើងចង់ឲ្យសិស្សទាំងអស់គឺអានពាក្យបានត្រឹមត្រូវបាទកាលណាយើងអានពាក្យបានត្រឹមត្រូវយើងអាចអានជាប្រយោគបានយើងអាចអានទៅជាកថាខណ្ឌបានបាទចំពោះអ្នកដែលដៃថ្មីអាចសូមជួយ Subscribe ខាងក្រោមសិនបាទដើម្បីទទួលបាននូវវីដេអូបន្តទៀតបាទតោះដើម្បីកុំឲ្យខាត់ពេលយូរសូមទៅមើលឧទាហរណ៍ខាងក្រោមបាទឧទាហរណ៍ថាខ្ញុំមានព្យញ្ជនៈ b ព្យញ្ជនៈ b នេះបូកជាមួយនឹងសារៈ e បាទសំឡេង e បាទសំឡេងវែងបានដូចជាអ្វីបានដូចជា b បាទ b នេះប្រែថាសត្វឃ្មុំបាទសត្វឃ្មុំឥឡូវឧទាហរណ៍ទី2យើងឃើញមានព្យញ្ជនៈ b ដដែលបូកជាមួយនឹងសារៈ e ដដែលបូកជាមួយនឹងព្យញ្ជនៈ n អានថ្មីបាទចឹងដល់ពេលណាយើងឃើញសារៈ e ទៅហើយយើងអានយកម្ដងទៅបាទគឺអានថា bean នេះប្រែថាម៉េចបាទ bean នេះប្រែថានៅឬក៏បាន bean នេះគឺប្រើចំពោះកាល perfect បាទឬក៏យើងប្រើជំនួសបាននៅការ perfect continuous បានដែរបាទចឹងយើងឃើញថាពាក្យ bean នេះគឺបានមកពីកិរិយាសព្ទទី1ដែលដើមពីរូបរាង b បាទ b ជាការ present បាទដល់ពេលចូល past simple ដល់ពេលកាលអតីតកាលគឺយើងប្រើ was were បាទដល់ពេលយើងចូលដល់កាល perfect កាលបរិបូរណ៍យើងប្រើពាក្យថា been អញ្ចឹងនៅពេលណាយើងប្រើពាក្យ been I have been in Battambang I have been in Bantimenjai province where have you been to ឥឡូវនេះឯងនៅណាដែរឥឡូវសិក្សាពាក្យបន្តមកទៀតពាក្យគឺព្យញ្ជនៈ d បូកនឹងសារៈ e ដដែលព្យញ្ជនៈ d ដែលមានសំឡេងដឬសំឡេងដូដាក់សារៈ e d ដប deep នេះគឺប្រែថាជ្រៅបាទឧទាហរណ៍ថាទឹកជ្រៅឬក៏ជ្រោះជ្រៅបាទឥឡូវយើងសូមបន្តទៅពាក្យមួយទៀតដែលយើងឃើញមានអក្សរ f ដែលសំឡេងរបស់ f នេះគឺជាសំឡេង f បាទ f បូកនឹងសារៈ e អានថា fee នេះប្រែថាថ្លៃឈ្នួលឬថ្លៃសេវាអ្វីមួយបាទឧទាហរណ៍យើងប្រើកូនឈ្នួលឲ្យមកធ្វើការឲ្យយើងនៅពេលកូនឈ្នួលនោះបានធ្វើការចប់ម៉ោងហើយយើងឲ្យថ្លៃឈ្នួលគាត់ធ្វើការនេះហើយដែលហៅថា fee បាទ បាទហើយយើងឃើញថាពីអង់គ្លេសតែយើងដូរតែបន្តិចគឺប្រែទៅផ្សេងបាទឧទាហរណ៍យើងមានអក្សរ f ដដែលជាសំឡេង f ដដែលប៉ុន្តែយើងថែមជើងរបាទគឺអក្សរ o ដែលដើរតួជាជើងអានថា fr ដាក់ស្រៈ e free បាទ free នេះប្រែថាទទេឬក៏បើយើងប្រើក្នុងភាសាលក់ដូរយើងប្រែថាឥតគិតថ្លៃបាទចឹងនិយាយថាយើងលក់អ្វីមួយយើងលក់របស់ញ៉ាំយើងឲ្យគេយើងលក់តម្លៃ10ថែម1បាទចឹងអា10នោះយើងគិតលុយហើយចំពោះ1ដែលយើងថែមនោះគឺអត់គិតលុយទេដែលភាសាអង់គ្លេសហៅថា free បាទ free អូខេអញ្ចឹងយើងសិក្សាពាក្យបន្តទៀតដែលមានព្យញ្ជនៈ gr បាទ gr យើងឃើញថាកាលណាព្យញ្ជនៈនៅមុខគេគឺដើរតួជាព្យញ្ជនៈហើយព្យញ្ជនៈទី2ដើរតួជាជើងអញ្ចឹង g បូកជាមួយនឹងជើងរបាន g e
greet ដល់ th and greet greet យើងអានថា greet greet នេះប្រែថាជំរាបសួរឬក៏ស្វាគមន៍ទៅកាន់អ្នកណាម្នាក់បើក្នុងន័យទាក់ទងនឹងទេសចរគេហៅថាពាក្យបដិសណ្ឋារកិច្ចបាទអូខេឥឡូវសិក្សាពាក្យក្រោមមួយទៀតដែលយើងឃើញមានព្យញ្ជនៈ s ព្យញ្ជនៈ s នេះបូកជាមួយនឹងស្រៈ e ដដែលបាទប៉ុន្តែខាងក្រោយអត់មានតួប្រកបទេយើងអានថាម៉េចបាទ s ដើរតួជាអក្សរសបាទជាសលេងសឹ e c ស e c អញ្ចឹង c នេះប្រែថាឃើញបាទឃើញបាទឥឡូវយើងសិក្សាមកក្រោមទៀតយើងឃើញមានព្យញ្ជនៈ t ដែលបូកជាមួយនឹងជើងទៀតហើយបាទជើងរោទៀតហើយអញ្ចឹង t អក្សរធោជើងរោ throw ដាក់ស្រៈ e tree tree ប្រែថាដើមឈើបាទមួយទៀតយើងឃើញមានពាក្យដដែលយើងឃើញមានអក្សរ g ដដែល gr ដដែលបូកជាមួយនឹងស្រៈ e ប៉ុន្តែខាងក្រោយវាគឺជាអក្សរ n វិញអញ្ចឹងយើងដឹងហើយថាអក្សរ gr វាស្មើនឹងអក្សរក្រ e green green បាទ green នេះប្រែថាពណ៌បៃតងបាទអូខេយើងសិក្សាថ្ងៃនេះគឺយើងត្រូវការមើលឡើងវិញនិងវិភាគដើម្បីងាយស្រួលចាំបាទឥឡូវសិក្សាពាក្យបន្តមកទៀតពាក្យខាងក្រោមគឺយើងមានពាក្យco double f អានថា cup ហើយមួយទៀតយើងឃើញបូកជាមួយនឹងស្រៈ e បាទអានថាម៉េចបាទអានថា coffee បាទ coffee នេះយើងប្រែថាកាហ្វេបាទកាហ្វេ coffee បាទពាក្យខាងក្រោមនេះយើងឃើញមានពាក្យ decr ដែលជាពាក្យមួយផ្គុំឡើងរវាងព្យញ្ជនៈ d និងស្រៈ e និងព្យញ្ជនៈ c និងព្យញ្ជនៈ r អញ្ចឹងបូកជាមួយនឹងស្រៈ e យើងអានថា decree ដោយសារតែ c ជាសលេងអក្សរ ខ បាទអក្សរ c ជាសលេងអក្សរ ខ ដាក់ជើងរអានក្រដាក់ស្រៈ e cree decree នេះប្រែថាក្រិតបាទហើយក្រិតនេះគឺយើងប្រើចំពោះលក្ខណៈផ្លូវការដែលឧទាហរណ៍ក្រិតក្រមឬក៏ព្រេជាក្រិតជាដើមបាទឥឡូវយើងសិក្សាកន្លែងនេះយើងយល់ហើយឥឡូវយើងសូមបន្តមកពាក្យក្រោមទៀតយើងឃើញមានពាក្យ ly ch បូកជាមួយស្រៈ e បាទអានថាម៉េចបាទly គឺស្មើនឹងស្រៈអានថា ly បាទ ly ch គឺស្មើនឹងអក្សរឆដែលអានទៅឆបាទ lychee នេះគឺផ្លែគូលែនបាទអូខេឥឡូវយើងសិក្សាបន្តមកទៀតយើងឃើញមានពាក្យចុងក្រោយគឺពាក្យ w បូកនឹងស្រៈ e ដដែលបូកជាមួយនឹងព្យញ្ជនៈ k នៅពីក្រោយត្រង់នេះយើងអានថាម៉េចបាទយើងអានថា week សំឡេងវែងបាទប្រែថាសប្តាហ៍អូខេអញ្ចឹងពាក្យមានប៉ុណ្្នឹងឯងដើម្បីយើងយកមកសិក្សាហើយមានពាក្យច្រើនទៀតយើងត្រូវតែស្វែងយល់បន្ថែមដោយសារតែវីដេអូឃ្លីបនេះខ្ញុំធ្វើរយៈពេលខ្លីបាទអញ្ចឹងខ្ញុំសូមយកពាក្យប៉ុណ្្នឹងមកសិក្សាសិនបាទចំពោះសិស្សសាស្ត្រទាំងអស់ដែលគាត់ចង់ស្វែងយល់ពាក្យបន្ថែមអាចសិក្សាជាមួយនឹងកាសែតឬក៏សៀវភៅលំដាប់free inter upper ជាដើមបាទតោះឥឡូវយើងសូមបន្ថែមបន្តិចទាក់ទងនឹងស្រៈ e អមជាមួយព្យញ្ជនៈបាទស្រៈ e បូកជាមួយនឹងព្យញ្ជនៈបូកជាមួយស្រៈ e ដែលសូរសំឡេងគឺជាសំឡេង e ដដែលបាទគ្រាន់តែយើងឃើញពាក្យហ្នឹងយើងអាចអានទៅជាស្រៈ e ដែរបាទអញ្ចឹងកន្លែងហ្នឹងគឺយើងត្រូវចងចាំទាំងអស់គ្នាឧទាហរណ៍ខ្ញុំមានអក្សរ th នេះយើងស្មើនឹងអក្សរអីបាទអក្សរ d គេហៅថា d ភាសាអង់គ្លេសហៅថា d ប៉ុន្តែភាសាខ្មែរហាក់ស្មើនឹងអក្សរ d ស្រៈ e d ដស dish dishនេះប្រែថាទាំងនេះឬក៏ទាំងអស់នេះបាទ
គឺយើងចង់សំដៅលើរបស់រួមបាទហើយយើងសិក្សាខាងក្រោមទៀតយើងឃើញមានព្យញ្ជនៈ th ដែរប៉ុន្តែ th នេះមិនមែនជាសំឡេងអក្សរដកទេដូចខាងលើទេគឺស្មើនឹងអក្សរសបាទអញ្ចឹងសដាក់ស្រៈ e c គឺ syllabus and seam នេះគឺប្រែថាប្រធានបទបាទប្រធានបទអូខេឥឡូវយើងសិក្សាពីបន្តទៀតយើងឃើញមានពាក្យsch បាទ sch នេះយើងឃើញថា ch ដើរតួជាជង្គោយើងអានថាសជង្គោស្គរដាក់ ce ski ដល់មកអានថា scheme បាទ scheme នេះប្រែថាគម្រោងការបាទគម្រោងការអ្វីមួយយើងចង់រៀបចំបាទអូខេត្រង់នេះគឺជាប្រភេទសារៈសំខាន់ដែលយើងត្រូវតែសិក្សាស្វែងយល់ឲ្យបានច្បាស់ដើម្បីយើងអានទៅកុំឲ្យមានការខុសសំឡេងបាទអញ្ចឹងសរុបរួមមកឃើញថាស្រៈ e នេះមានជាស្រៈ e ស្រៈសំឡេង e នៅផ្គុំគ្នានិងស្រៈ e ទី2គឺស្រៈ e បែបស្រៈ e បូកជាមួយព្យញ្ជនៈបូកស្រៈ e ប៉ុន្តែសំឡេងគឺសំឡេង e ដដែលបាទអូខេអញ្ចឹងចំពោះស្រៈ e មួយទៀតដែលយើងឃើញមានស្រៈ e ដែលមានស្រៈផ្គុំឬស្រៈផ្សំដែលមានសូរសំឡេង air អញ្ចឹងចំពោះសំឡេង air នេះយើងចាំសិក្សានៅវីដេអូខាងក្រោយឬវីដេអូបន្តទៀតបាទអញ្ចឹងសូមអរគុណ